ព្រះគម្ពីរលោកុបាទជំពូក11ខ1ដល់ខ32រីឯនៅផែនដីទាំងមូលនោះមានភាសាមានសម្ដីតែមួយទេហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើតនោះក៏ប្រទះឃើញវាលមួយនៅស្រុកស៊ីណាហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះគេនិយាយគ្នាទៅវិញទៅមកថាចូលយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅនោះគេមានឥដ្ឋទុកជាថ្មនិងជ័រដីទុកជាបាយអរួចនិយាយគ្នាថាចូលយើងសង់ទីក្រុងមួយសម្រាប់យើងនិងប៉មមួយដែលខ្ពស់ដល់ផ្ទៃមេឃដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះប្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅនោះព្រះយេហូវ៉ាទ្រង់យាងចុះមកដើម្បីទតមើលទីក្រុងហើយនឹងប៉មដែលពួកមនុស្សជាតិកំពុងធ្វើរួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថាមើលគេជាពួកតែមួយក៏និយាយភាសាតែមួយគេចាប់ផ្ដើមធ្វើអំពើយ៉ាងដូចនេះណោះឥឡូវនេះមានអ្វីនឹងខាត់មិនឲ្យគេធ្វើកើតតាមបំណងចិត្តនោះទេចូលយើងចុះទៅបំភាន់ភាសាគេដើម្បីកុំឲ្យគេស្ដាប់គ្នាបានទៀតដូច្នេះព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេពីទីនោះទៅគ្រប់លើផែនដីវិញហើយគេក៏លែងសង់ទីក្រុងនោះទៅដោយហេតុនោះបានជាគេហៅឈ្មោះក្រុងនោះថាបាបែលពីព្រោះនៅទីនោះព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីទាំងអស់ហើយកំចាត់កំចាយគេពីទីនោះទៅគ្រប់លើផែនដីនេះជាបញ្ជីដំណរវង្សរបស់ស៊ីមគឺក្រោយទឹកជន់2ឆ្នាំកាលស៊ីមអាយុបាន100ឆ្នាំហើយនោះគាត់បង្កើតបានបាសាតក្រោយដែលបង្កើតបាសាតមកនោះគាត់រស់នៅ500ឆ្នាំទៀតទាំងបង្កើតបានកូនប្រុសកូនស្រីបាសាតអាយុបាន35ឆ្នាំនោះគាត់បង្កើតបានសេឡាក្រោយដែលបង្កើតសេឡាមកនោះគាត់រស់នៅ403ឆ្នាំទៀតទាំងបង្កើតបានកូនប្រុសកូនស្រីសេឡាអាយុបាន30ឆ្នាំនោះគាត់បង្កើតបានហេបឺក្រោយដែលបង្កើតហេបឺមកនោះគាត់រស់នៅ403ឆ្នាំទៀតទាំងបង្កើតបានកូនប្រុសកូនស្រីហេបឺអាយុបាន34ឆ្នាំនោះគាត់បង្កើតបានផាឡេកក្រោយដែលបង្កើតផាឡេកមកនោះគាត់រស់នៅ430ឆ្នាំទៀតទាំងបង្កើតបានកូនប្រុសកូនស្រីផាឡេកអាយុបាន30ឆ្នាំនោះគាត់បង្កើតបានរេហូក្រោយដែលបង្កើតរេហូមកនោះគាត់រស់នៅ209ឆ្នាំទៀតទាំងបង្កើតបានកូនប្រុសកូនស្រីរេហូអាយុបាន32ឆ្នាំនោះគាត់បង្កើតបានសេរុកក្រោយដែលបង្កើតសេរុកមកនោះគាត់រស់នៅ207ឆ្នាំទៀតទាំងបង្កើតបានកូនប្រុសកូនស្រីសេរុកអាយុបាន30ឆ្នាំនោះគាត់បង្កើតបានណាខូក្រោយដែលបង្កើតណាខូមកនោះគាត់រស់នៅ200ឆ្នាំទៀតទាំងបង្កើតបានកូនប្រុសកូនស្រីណាខូអាយុបាន29ឆ្នាំនោះគាត់បង្កើតបានថេរ៉ាក្រោយដែលបង្កើតថេរ៉ាមកនោះគាត់រស់នៅ119ឆ្នាំទៀតទាំងបង្កើតបានកូនប្រុសកូនស្រីថេរ៉ាអាយុបាន70ឆ្នាំរួចគាត់បង្កើតបានអាប់រ៉ាមណាខូនិងហារ៉ាននេះជាដំណរវង្សរបស់ថេរ៉ាបង្កើតអាប់រ៉ាមណាខូនិងហារ៉ានហើយហារ៉ានបង្កើតលុតរួចហារ៉ានគាត់ស្លាប់ចំពោះមុខថេរ៉ាជាឪពុកនៅក្រុងក្នុងស្រុកខាដេជាស្រុកកំណើតរបស់គាត់ទៅអាប់រ៉ាមនិងណាខូក៏យកប្រពន្ធប្រពន្ធរបស់អាប់រ៉ាមនោះឈ្មោះសារ៉ាយហើយប្រពន្ធរបស់ណាខូឈ្មោះមីកាជាកូនហារ៉ានដែលជាឪពុកមីកានិងយីស្កាសារ៉ាយនាងជាស្ត្រីគ្មានកូនសោះថេរ៉ាគាត់យកអាប់រ៉ាមកូនគាត់លុតជាកូនហារ៉ានត្រូវជាចៅគាត់ហើយសារ៉ាយជាកូនប្រសាគឺប្រពន្ធអាប់រ៉ាមកូនគាត់នាំគ្នាចេញពីស្រុកខាដេដើម្បីនឹងទៅឯស្រុកកាណានលុះបានទៅដល់ខារ៉ានហើយនោះក៏តាំងទីលំនៅទីនោះអាយុថេរ៉ាបាន205ឆ្នាំរួចគាត់ស្លាប់នៅត្រង់ខារ៉ានទៅ